ដោយអនុវត្តតាមការណែនាំរបស់លោកសុកសម្បត្តិក្រុមការងាររដ្ឋបាលខណ្ឌបានធ្វើកិច្ចសន្យារួចរាល់ហើយក្រុមអាជីវករនៅផ្លូវមនីរ៉េតនិងផ្លូវរណបបានព្រមទទួលយកទីតាំងលក់ដូរនៅផ្សារដើមគោថ្មីហើយលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី18អាណត្តិទី4របស់ក្រុមប្រឹក្សាខណ្ឌនាព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះលោកហួតលៀបពិសិដ្ឋអភិបាលរងខណ្ឌបឹងកេងកងបានមានប្រសាសន៍ថាដែលអនុវត្តតាមការណែនាំរបស់លោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកងបានចុះធ្វើបច្ចុប្បន្នភាពចំនួន2ដងរួចមកហើយចំពោះបងប្អូនអាជីវករដែលកំពុងលក់ដូរគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវពិសេសនៅផ្លូវមនីរ៉េតនិងផ្លូវរណបបំបែកចេញពីផ្លូវមនីរ៉េតដោយបានធ្វើកិច្ចសន្យាជាមួយអាជីវកររួចរាល់ហើយឲ្យបញ្ឈប់ការលក់ដូរនៅទីនេះហើយបងប្អូនក៏ព្រមទៅទទួលយកទីតាំងលក់ដូរថ្មីនៅផ្សារដើមគោថ្មីហើយដែលអាជ្ញាធរបានខិតខំរៀបចំជូនបងប្អូនដោយមិនយកថ្លៃសេវាជួលតូបរយៈពេល2ឆ្នាំស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះក្នុងសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញរួចរាល់ហើយដែរជាងនេះទៅទៀតយើងបានធ្វើកិច្ចសន្យាផ្ទះតាមបណ្ដោយផ្លូវទាំងនេះមិនឲ្យបន្តជួលឬលក់ដូរដូចមុនទៀតឡើយដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍រក្សាសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមលើកកម្ពស់អនាម័យបរិស្ថាននិងកែលម្អសោភ័ណភាពទីក្រុងយើងឲ្យកាន់តែស្រស់បំព្រងឡើងក្នុងឱកាសនោះលោកកឹមឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានធ្វើការកោតសរសើរដល់រដ្ឋបាលខណ្ឌបឹងកេងកងដែលដឹកនាំដោយលោកសុកសម្បត្តិក្នុងការថែរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរនាពេលកន្លងទៅទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌបឹងកេងកងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដូច្នេះយើងត្រូវបន្តការងារនេះចំពោះមន្ត្រីចរាចរណ៍ចូលតែមួយត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតលោកបន្តថាសូមគាំទ្រនិងលើកទឹកចិត្តឲ្យអាជ្ញាធរខណ្ឌសង្កាត់នគរបាលកម្លាំងរាជអាវុធហត្ថខណ្ឌសូមបន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីធ្វើឲ្យមូលដ្ឋានមានសន្តិសុខសុវត្ថិភាពកាន់តែល្អប្រសើរក្រោមលុបសន្តិភាពបើទោះបីបច្ចុប្បន្នប្រទេសជាតិកំពុងមានការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃប្រជាពលរដ្ឋកម្ពុជាយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការរិះរកគ្រប់យុទ្ធសាស្ត្រដើម្បីថែរក្សាបូរណភាពទឹកដីរបស់យើង